សូមថ្វាយបង្គំព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងជំរាបសួរបងប្អូនជនរួមជាតិជនរួមភាសាទូទាំងសកលលោកជាទីគោរពថ្ងៃនេះនាងខ្ញុំសូមចូលរួមជាចំណែកធ្វើជាពលរដ្ឋសកម្មបន្តសកម្មនឹងពលរដ្ឋនីតិរដ្ឋគឺពលរដ្ឋស្គាល់អំណាចទាំង5របស់យើងណាបងប្អូនដែលយើងមានចាទី1អំណាចនីតិបញ្ញត្តិដែលមានរដ្ឋសភាព្រឹទ្ធសភាអ្នកបង្កើតច្បាប់រដ្ឋសភាហើយព្រឹទ្ធសភាអ្នកពិនិត្យច្បាប់តើមានធម្មនុញ្ញភាពដែរឬទេដែលច្បាប់រដ្ឋសភាបង្កើតមកមុននឹងប្រកាសឲ្យប្រើប្រាស់ចាបន្ទាប់មកអំណាចទី2គឺអំណាចនីតិប្រតិបត្តិគឺអ្នកអនុវត្តច្បាប់ដូច្នេះបងប្អូនត្រូវស្គាល់ក្រមសីលធម៌វិជ្ជាជីវៈទូនាទីរបស់មន្ត្រីចាចាប់ពីមេភូមិឃុំខេត្តគណៈរដ្ឋមន្ត្រីរហូតដល់នាយករដ្ឋមន្ត្រីគឺសំខាន់ណាស់ទី3គឺអំណាចតុលាការគឺដែលមានតុលាការដំបងតុលាការឧទ្ធរតុលាការកំពូលគឺត្រូវតែឯករាជ្យតុលាការតំណាងឲ្យពលរដ្ឋរកយុត្តិធម៌ឲ្យពលរដ្ឋចាខុសនឹងច្បាប់ត្រូវនឹងច្បាប់ចាតុលាការត្រូវតែឯករាជ្យមិននៅក្រោមបញ្ជាបុគ្គលឬអាយ៉ងបរទេសណាជាដាច់ខាតគឺសំខាន់ណាស់ចាដូច្នេះអំណាចទាំង3នេះត្រូវឯករាជ្យដាច់ដោយឡែកពីគ្នាបងប្អូនគឺសំខាន់ណាស់មិននៅក្រោមគ្នាមិននៅចំណោឲ្យគ្នាជាដាច់ខាតនីតិបញ្ញត្តិនីតិប្រតិបត្តិអំណាចតុលាការចាបន្ទាប់មកអំណាចសារព័ត៌មានទី4គឺអំណាចរបស់ពលរដ្ឋត្រូវតែស្គាល់តើសារព័ត៌មានណាឯករាជ្យមិនឯករាជ្យចាបងប្អូនត្រូវតែនៅចិត្តគាត់ជានិច្ចមានបញ្ហាត្រូវទំនាក់ទំនងទៅគាត់ជានិច្ចហើយការពារគាត់បើសិនគាត់មានបញ្ហាចាបើយល់ថាសារព័ត៌មាននេះគឺជាសារព័ត៌មានឯករាជ្យគឺហ៊ានផ្សព្វផ្សាយភាពមិនប្រក្រតីភាពប្រក្រតីគឺគាត់ជាសារព័ត៌មានដែលឯករាជ្យគឺមិននៅក្រោមអាយ៉ងបរទេសណាឡើយចាបន្ទាប់មកសិទ្ធិរបស់ពលរដ្ឋអំណាចទី5សិទ្ធិរបស់ពលរដ្ឋណាបងប្អូនអំណាចរបស់ពលរដ្ឋដែលបានចែងនៅក្នុងរដ្ឋធម្មនុញ្ញនិងកិច្ចព្រមព្រៀងទីក្រុងប៉ារីសបន្ទាប់មកធ្វើជាពលរដ្ឋឯកតនាមគឺពលរដ្ឋជាម្ចាស់ស្លឹកឆ្នោតពលរដ្ឋចេះប្រើក្បួនសុជពលិចាសុស្ដាប់ដោយយកចិត្តទុកដាក់ចេត្រេះរិះពិចារណារកហេតុផលពុបើអត់យល់ត្រូវតែសួរលិត្រូវកត់ត្រាគូរូបគូគំនូទុកពួកអីដើម្បីឲ្យយើងចាំណាបងប្អូនលិចាដូច្នេះព្រោះក្បួនសុជពលិនេះសំខាន់ណាស់សម្រាប់ពលរដ្ឋខ្មែរម្ចាស់ប្រទេសគឺដូច្នេះពលរដ្ឋឯកតនាមគឺពលរដ្ឋស្គាល់ច្បាប់បោះឆ្នោតស្គាល់គោលជបត្រូវតែឯករាជ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតដែលមានឃុំខេត្តជាតិគឺត្រូវតែឯករាជ្យចាមិននៅក្រោមបញ្ជាបុគ្គលណាឬគណៈបកណាជាដាច់ខាតចាហើយត្រូវស្គាល់ច្បាប់បោះឆ្នោតចានេះខ្ញុំបានរៀបរាប់ហើយស្គាល់មន្ត្រី PM ប៉ូលីសតុលាការត្រូវតែឯករាជ្យចាដូច្នេះសំខាន់ណាស់ហើយចេះបង្កើតសំណួរកុំភ្លេចប្រើក្បួនសុជពលិហើយចេះជ្រើសរើសមេដឹកនាំល្អស្គាល់បេក្ខជននីមួយៗដែលគេបញ្ជូនមកស្គាល់គោលគណៈបកគោលការបកដែលគេបញ្ជូនមកចាហ្នឹងហើយដូច្នេះសំខាន់ណាស់ពលរដ្ឋឯកតនាមគឺពលរដ្ឋសម្រាប់ជោគវាសនាអនាគតនយោបាយជាតិរបស់ខ្លួនចាឈប់ឲ្យបរទេសជ្រើសរើសមេដឹកនាំឲ្យយើងហើយគឺពលរដ្ឋអ្នកសម្រេចដោយខ្លួនឯងចាដូច្នេះសំខាន់ណាស់បន្ទាប់មកពលរដ្ឋសកម្មគឺពលរដ្ឋស្គាល់ប្រវត្តិសាស្ត្រពិតរវាងខ្មែរនិងបរទេសតើមានអ្វីខ្លះកើតឡើងមុនឆ្នាំ1991រហូតមកបច្ចុប្បន្នហើយពលរដ្ឋត្រូវគិតគូរចូលរួមគិតគូរអំពីភូមិឃុំពាណិជ្ជកម្មបងប្អូនអំពីសេដ្ឋកិច្ចរបស់យើងគឺសំខាន់ណាស់ចាយើងត្រូវតែមានសេដ្ឋកិច្ចរឹងមាំបើគ្មានសេដ្ឋកិច្ចរឹងមាំទេគឺយើងមិនអាចរស់បានឡើយយើងមិនត្រូវពឹងគេរហូតបានឡើយយើងត្រូវតែរស់ក្លាហានខ្លួនឯងខំគិតគូរខ្លួនឯងគឺទើបប្រទេសយើងទើបយើងមានសន្តិសុខសន្តិភាពរស់បើសេដ្ឋកិច្ចបាត់បង់គឺជាតិនឹងបាត់បង់ដែរណាបងប្អូនដូច្នេះសេដ្ឋកិច្ចគឺជាសសរស្តម្ភមួយនៅក្នុងចំណោមសសរស្តម្ភទាំង3ដូច្នេះសសរស្តម្ភជាតិគឺមានសេដ្ឋកិច្ចមាននយោបាយប្រៀបដូចជាខួរក្បាលណាបងប្អូនចាបន្ទាប់មកសេដ្ឋកិច្ចប្រៀបដូចជាសរសៃឈាមរបស់យើងហើយវប្បធម៌សង្គមធម៌ប្រៀបដូចសម្លៀកបំពាក់ដូច្នេះវប្បធម៌រលត់ជាតិរលាយសេដ្ឋកិច្ចរលត់ជាតិរលាយនយោបាយរលត់ជាតិរលាយចាដូច្នេះសំខាន់ណាស់ត្រូវចូលរួមទាំងអស់គ្នាខ្ញុំនឹងអានចែករំលែកតើភូមិឃុំពាណិជ្ជកម្មមានអ្វីខ្លះចាហើយថ្ងៃនេះសូមចូលរួមចែករំលែកអ្វីទៅការតស៊ូមតិចាហើយកុំភ្លេចពលរដ្ឋសកម្មគឺពលរដ្ឋប្រកាន់ខ្ជាប់សិលសមាធិបញ្ញាការមិនវិនិច្ឆ័យជាប់នឹងខ្លួនជានិច្ចទេបងប្អូនសំខាន់ណាស់ចាហើយត្រូវចេះច្បាប់ចាច្បាប់ដែលយើងមានដែលប្រទេសយើងមានប្រមាណច្បាប់ជាតិច្បាប់អន្តរជាតិ$23ឆ្នាំ1991ហើយច្បាប់ផ្សេងទៀតគឺសំខាន់ណាស់ត្រូវតែចេះទាំងអស់គ្នាណាបងប្អូនគឺសំខាន់ណាស់
យើងរៀនរហូតគឺគ្មានពេលចាប់ទេរៀនរហូតដល់យើងស្លាប់ទៅវិញគឺសំខាន់ណាស់ចាសិក្សារហូតចាថ្ងៃនេះអ្វីទៅការតស៊ូមតិមុននឹងបងប្អូនធ្វើការតស៊ូមតិគឺត្រូវតែស្គាល់បញ្ហាសិនណាបងប្អូនដូច្នេះសំខាន់ណាស់បញ្ហាហើយបន្ទាប់មកត្រូវវិភាគបញ្ហារកហេតុផលចានៅពេលរកបញ្ហាឃើញហើយត្រូវវិភាគបញ្ហារកហេតុផលបន្ទាប់មកបង្កើតយុទ្ធសាស្ត្រចាយុទ្ធសាស្ត្រដូច្នេះយុទ្ធសាស្ត្ររកដំណោះស្រាយរកហេតុរបស់បញ្ហាចាយុទ្ធសាស្ត្រហើយដោះស្រាយរយៈពេលវែងឬខ្លីចាយុទ្ធសាស្ត្របន្ទាប់មកបង្កើតយុទ្ធវិធីគឺដំណោះស្រាយតាមដំណាក់កាលរយៈពេលខ្លីឬវែងចាបន្ទាប់មកបង្កើតផែនការសកម្មភាពដោយនីតិវិធីផែនការសកម្មភាពគឺតួនាទីទទួលខុសត្រូវដូច្នេះតស៊ូមតិត្រូវសិក្សាស្រាវជ្រាវតាមដានត្រូវពិនិត្យនិងវាយតម្លៃដូច្នេះរកបញ្ហាបង្កើតវិភាគបញ្ហារកហេតុផលណាបងប្អូនបង្កើតយុទ្ធសាស្ត្របង្កើតយុទ្ធវិធីបានន័យថាដំណោះស្រាយតាមដំណាក់តាមដំណាក់កាលរយៈពេលខ្លីយុទ្ធវិធីបន្ទាប់មកផែនការសកម្មភាពបង្កើតផែនការសកម្មភាពតួនាទីទទួលខុសត្រូវចាអំពីនីតិវិធីដូច្នេះអ្វីទៅការតស៊ូមតិគឺការតស៊ូប្រើគំនិតធ្វើអ្វីមួយពីអវិជ្ជមានទៅវិជ្ជមានណាបងប្អូនធ្វើពីបញ្ហាឲ្យទៅជាដំណោះស្រាយដែលយើងចង់បានហើយដោះស្រាយបញ្ហាជាប្រព័ន្ធមិនមែនតាមករណីទេឃើញទេសំខាន់ណាស់បងប្អូនចំណុចនេះនៅពេលយើងធ្វើការតស៊ូមតិគឺយើងធ្វើការតស៊ូមតិដោះស្រាយជាប្រព័ន្ធមិនមែនករណីទេណាហ្នឹងហើយលុះត្រាតែបញ្ហានោះជាបញ្ហារួមទើបយើងធ្វើការតស៊ូមតិបានឃើញទេបងប្អូនបញ្ហាហ្នឹងបញ្ហារួមណាដល់យើងបានយើងធ្វើការតស៊ូមតិបញ្ហាឯកជនគឺយើងមិនអាចធ្វើបានទេចាដូច្នេះយើងទី1គឺយើងត្រូវកំណត់បញ្ហាណាបងប្អូនកំណត់បញ្ហាតើយើងតស៊ូមតិទៅលើបញ្ហាអ្វីណាបងប្អូនតើយើងតស៊ូមតិទៅលើបញ្ហាអ្វីបច្ចុប្បន្ននេះតើមានអ្វីកើតខ្លះមានបញ្ហាអ្វីខ្លះកើតឡើងនៅប្រទេសកម្ពុជាដូច្នេះទី1ត្រូវកំណត់បញ្ហាតើយើងតស៊ូមតិទៅលើបញ្ហាអ្វីខ្លះឧទាហរណ៍ទៅលើបញ្ហាវិបត្តិប្រទេសជាតិចាតើវិបត្តិប្រទេសជាតិសប្តាហ៍នេះមានវិបត្តិអ្វីខ្លះប្រទេសយើងប្រទេសខ្មែរណាបងប្អូនឧទាហរណ៍វិបត្តិនយោបាយណាបងប្អូនគឺនយោបាយយើងមិនឯករាជ្យឧទាហរណ៍នាងខ្ញុំឧទាហរណ៍ណាឧទាហរណ៍វិបត្តិនយោបាយមកពីនយោបាយមិនឯករាជ្យនៅក្រោមបញ្ជាឬអាយ៉ងបរទេសនីតិរដ្ឋប្រជាធិបតេយ្យមិនរឹងមាំឃើញទេនយោបាយនីតិរដ្ឋប្រជាធិបតេយ្យមិនរឹងមាំមិនរឹងមាំទំនាក់ទំនងការទូតម្ដងទៅរកចិនម្ដងទៅរកយួនម្ដងទៅរកសហរដ្ឋអាមេរិកឃើញទេសេដ្ឋកិច្ចនយោបាយរបស់យើងម្ដងបែរទៅរកអាមេរិកម្ដងបែរទៅរកយួនម្ដងបែរទៅរកសហរដ្ឋអាមេរិកគឺសេដ្ឋកិច្ចគឺនយោបាយរបស់យើងមិនអព្យាក្រឹតឃើញទេបងប្អូនឧទាហរណ៍ទៀតសេដ្ឋកិច្ចតើវិបត្តិសេដ្ឋកិច្ចមានអ្វីខ្លះគឺសេដ្ឋកិច្ចធ្លាក់ចុះបំណុលវណ្ឌកពលរដ្ឋជំពាក់គេមន្ត្រីនិងរដ្ឋាភិបាលជំពាក់គេឃើញទេបញ្ហាសេដ្ឋកិច្ចខ្មែរសប្តាហ៍ថ្ងៃហ្នឹងតើអាចជាអញ្ចឹងទេបងប្អូននៅនាងខ្ញុំឧទាហរណ៍ទេណាឧទាហរណ៍តើប្រទេសយើងអ្វីកើតឡើងវិបត្តិសប្តាហ៍ថ្ងៃហ្នឹងតើមានកើតឡើងដែលនាងខ្ញុំចែករំលែកនេះទេនយោបាយខ្មែរមិនឯករាជ្យនីតិរដ្ឋប្រជាធិបតេយ្យមិនរឹងមាំទំនាក់ទំនងការទូតម្ដងទៅរកចិនម្ដងទៅរកយួនម្ដងទៅរកសហរដ្ឋអាមេរិករីឯសេដ្ឋកិច្ចធ្លាក់ចុះបំណុលវណ្ឌកពលរដ្ឋជំពាក់គេមន្ត្រីរដ្ឋាភិបាលជំពាក់គេចាមន្ត្រីនិងពលរដ្ឋជំពាក់គេវប្បធម៌តើវប្បធម៌ខ្មែរមានវិបត្តិអ្វីខ្លះវប្បធម៌ខ្មែរអក្សរភាសាយកមកប្រមាថគ្នាឃើញទេបងប្អូនតើពលរដ្ឋខ្មែរសប្តាហ៍ថ្ងៃនេះជេរគ្នាអត់យកអក្សរមកប្រើមកឆ្លោះគ្នាដែរឬទេជេរគ្នាលាបពណ៌គ្នាតើនឹងជាវិបត្តិដែរឬទេចា
តើពលរដ្ឋខ្មែរមានសិលសមាធិបញ្ញាការមិនវិនិច្ឆ័យជាប់ការមិនវិនិច្ឆ័យសំទោសការវិនិច្ឆ័យជាប់នឹងខ្លួនដែរឬទេចាឃើញទេវិបត្តិវប្បធម៌ដែលមានអក្សរភាសាពលរដ្ឋខ្មែរយកភាសាមកជេរគ្នាតើសប្តាហ៍ថ្ងៃនេះមានទេចាទី2វិភាគបញ្ហានេះទី1គឺនាងខ្ញុំបង្ហាញបញ្ហាណាបងប្អូនបញ្ហាគឺវិបត្តិសេដ្ឋកិច្ចជាតិសំទោសវិបត្តិប្រទេសជាតិប្រទេសយើងដែលមាននយោបាយប្រៀបដូចជាខួរក្បាលសេដ្ឋកិច្ចប្រៀបដូចជារាងកាយវប្បធម៌ប្រៀបដូចជាសម្លៀកបំពាក់វប្បធម៌រលត់ជាតិរលាយសេដ្ឋកិច្ចរលត់ជាតិរលាយនយោបាយរលត់ជាតិរលាយចាដូច្នេះអត់មួយមិនបានទេណា3ហ្នឹងសំខាន់ណាស់ត្រូវមានទាំង3ណាបងប្អូនចាទី2វិភាគបញ្ហាតើកត្តាអ្វីដែលធ្វើឲ្យមានកើតវិបត្តិនយោបាយសេដ្ឋកិច្ចវប្បធម៌ខ្មែរណាបងប្អូនមកពីហេតុអ្វីបានធ្វើឲ្យសេដ្ឋកិច្ចយើងធ្លាក់ចុះបានធ្វើឲ្យនយោបាយយើងមិនឯករាជ្យចាបានធ្វើឲ្យស្អីទៀតវប្បធម៌យើងបងប្អូនខ្មែរមិនចូលរួមគិតគូរពីវប្បធម៌មិនចូលរួមយកអក្សរភាសានិយាយល្អដាក់គ្នាលៀបពណ៌គ្នាជេរគ្នានេះមកពីហេតុអ្វីបងប្អូនចាដូច្នេះរោគហេតុផលរបស់បញ្ហាត្រូវតែរកហេតុផលរបស់បញ្ហាហេតុអ្វីមានវិបត្តិនយោបាយហេតុបង្កើតហេតុណាបងប្អូនអ្វីមានវិបត្តិនយោបាយតើវិបត្តិនយោបាយមានអ្វីខ្លះជាហេតុធ្វើឲ្យមានវិបត្តិនយោបាយតើហេតុបង្កើតហេតុមានហេតុអ្វីខ្លះដែលកើតឡើងធ្វើឲ្យខ្មែរមានវិបត្តិនយោបាយទី1គឺព្រោះកម្ពុជាមិនអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារី23ដុល្លារឆ្នាំ1991ណាបងប្អូនគឺជាអាវុធទិព្វរបស់យើងណាការពារខ្មែរហ្នឹងហើយគឺកម្ពុជាមិនបានយកច្បាប់នឹងមកអនុវត្តទេនីតិរដ្ឋប្រជាធិបតេយ្យវាផុយស្រួយបន្ទាប់មកនីតិរដ្ឋយើងផុយស្រួយគឺអំណាចកម្ពុជានីតិបញ្ញត្តិនីតិប្រតិបត្តិអំណាចតុលាការមិនឯករាជ្យដាច់ដោយឡែកពីគ្នាគឺនៅចំណុះឲ្យគ្នាតើអាចទេនាងខ្ញុំឧទាហរណ៍ណាចាសូមបងប្អូនស្វែងយល់ទាំងអស់គ្នាតើកម្ពុជាសប្តាហ៍ថ្ងៃនេះមាននីតិរដ្ឋរឹងមាំទេឬក៏នីតិរដ្ឋផុយស្រួយនីតិរដ្ឋបានន័យថាអំណាចកម្ពុជាទាំង3នីតិបញ្ញត្តិនីតិប្រតិបត្តិអំណាចតុលាការឯករាជ្យដាច់ដោយឡែកពីគ្នាមិននៅចំណុះឲ្យគ្នាជាដាច់ខាតតុលាការតំណាងឲ្យពលរដ្ឋរោគយុត្តិធម៌ឲ្យពលរដ្ឋចានីតិបញ្ញត្តិអ្នកពង្រៀងច្បាប់ផ្សេងៗឲ្យស្របតាមរដ្ឋធម្មនុញ្ញដែលមានរដ្ឋសភាព្រឹទ្ធសភានីតិប្រតិបត្តិគឺត្រូវអនុវត្តច្បាប់គឺត្រូវគោរពច្បាប់តើអំណាចកម្ពុជាទាំង3នេះចាឯករាជ្យដាច់ពីគ្នាគោរពក្រមសីលធម៌តួនាទីវិជ្ជាជីវៈតួនាទីរបស់ខ្លួនដែរឬទេចាដូច្នេះហេតុអ្វីមានវិបត្តិនយោបាយអ្វីដែលធ្វើឲ្យមានវិបត្តិនយោបាយព្រោះកម្ពុជាមិនអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារី23ដុល្លារឆ្នាំ1991ណាបងប្អូនហើយធ្វើឲ្យពលរដ្ឋធ្វើឲ្យនីតិរដ្ឋផុយស្រួយគឺអំណាចកម្ពុជាទាំង3ហ្នឹងមិនរឹងមាំមិនព្រមមិនឯករាជ្យដាច់ដោយឡែកពីគ្នាប្រជាពលរដ្ឋខ្មែរអត់ចេះប្រើអំណាចខ្លួនឯងឃើញទេបញ្ហាហេតុមួយទៀតគឺពលរដ្ឋខ្មែរអត់ចេះប្រើអំណាចរបស់ខ្លួនទេសិទ្ធិនិងករណីកិច្ចរបស់ខ្លួនដែលបានចែងនៅចម្ពោះទី3ណាបងប្អូនរដ្ឋធម្មនុញ្ញហ្នឹងហើយដូច្នេះបងប្អូនភាគច្រើនបងប្អូនខ្មែរភាគច្រើនអត់ស្គាល់សិទ្ធិអំណាចរបស់ខ្លួនទេហើយនៅចែងនៅក្នុងរដ្ឋធម្មនុញ្ញកិច្ចព្រមព្រៀងទីក្រុងប៉ារី23ដុល្លារឆ្នាំ1991ចានៅឧបសម្ព័ន្ធទី5បណ្ដាលគោលការណ៍សម្រាប់រដ្ឋធម្មនុញ្ញថ្មីមួយរបស់កម្ពុជាទំព័រ207ណាបងប្អូនមាន6ចំណុចគឺសិទ្ធិរបស់យើងនៅចែងក្នុងហ្នឹងគឺសំខាន់ណាស់ហើយនឹងក្នុងច្បាប់សិទ្ធិមនុស្សកម្ពុជាចាបងប្អូនត្រូវតែអានទាំងអស់គ្នាគឺសំខាន់ណាស់ចាដូច្នេះប្រជាពលរដ្ឋខ្មែរអត់ចេះប្រើអំណាចខ្លួនឯងពលរដ្ឋមិនស្គាល់អំណាចនីតិប្រតិបត្តិនីតិបញ្ញត្តិអំណាចតុលាការគឺពលរដ្ឋអត់ស្គាល់ទេពលរដ្ឋនិងសំទោសមន្ត្រីនិងពលរដ្ឋឆ្លោះគ្នាគិតតែពីឆ្លោះគ្នាប្រកែកគ្នាស្អប់គ្នាដូច្នេះនេះឲ្យពីហេតុបើយើងពលរដ្ឋហើយនិងមន្ត្រីនៅចិត្តគ្នាយោគយល់គ្នាស្រឡាញ់គ្នាគឺគ្មានធ្វើឲ្យវិបត្តិនយោបាយទេណាបងប្អូននេះហើយគឺយើងមានគម្លាតអត់ថោះសំទោសរវាងពលរដ្ឋហើយនិងមន្ត្រីគឺនៅឆ្ងាយពីគ្នាដូច្នេះមិនត្រូវនៅចិត្តគ្នាជាដាច់ខាតនេះហើយគឺហេតុដែលធ្វើឲ្យយើងមាននយោបាយមានវិបត្តិនយោបាយចា
ហើយពលរដ្ឋអត់ស្គាល់អំណាចនីតិបញ្ញត្តិនីតិប្រតិបត្តិអំណាចតុលាការទេណាបងប្អូនដូច្នេះពលរដ្ឋមានរឿងក្តីក្តាំងអីអត់ព្រមទៅប្តឹងទៅតុលាការទេទុកតុលាការចោលដូច្នេះហើយបានន័យថាពលរដ្ឋអត់ស្គាល់ទេបើពលរដ្ឋមានរឿងមានបញ្ហាមានក្តីក្តាំងអីទៅប្តឹងតុលាការយើងបានន័យថាយើងមិនបានទុកតុលាការចោលទេយើងជឿជាក់ទៅលើតុលាការណាបងប្អូនធ្វើឲ្យមានអំពើពុករលួយពេញប្រទេសឃើញទេអំពើពុករលួយពេញប្រទេសដែលគ្មាននីតិរដ្ឋភុយស្រួយនៅពេលហ្នឹងគឺមានអំពើពុករលួយពេញប្រទេសហើយបងប្អូនដែលធ្វើឲ្យវិបត្តិនយោបាយនិងសេដ្ឋកិច្ចធ្ងន់ទៅចាទំនាស់ក្នុងតំបន់កម្ពុជាមិនអាចរក្សាបាននៅអព្យាក្រឹតខ្លួនឃើញទេកម្ពុជាមិនបានថែរក្សាអព្យាក្រឹតទេកម្ពុជាម្ដងលំអៀងទៅយួនទៅចិនទៅរុស្ស៊ីទៅសហរដ្ឋអាមេរិកឃើញទេដូច្នេះក្នុងឯកសារកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991បានបញ្ជាក់ច្បាស់លាស់ណាគឺកម្ពុជាមិនត្រូវបាត់បង់អព្យាក្រឹតឡើយអព្យាក្រឹតកម្ពុជាបានចារនៅក្នុងរដ្ឋធម្មនុញ្ញឃើញទេបងប្អូនដូច្នេះរាល់កិច្ចការជាមួយបរទេសមេដឹកនាំខ្មែរត្រូវគោរពរដ្ឋធម្មនុញ្ញយករដ្ឋធម្មនុញ្ញជាគោលក្នុងប្រទេសដឹកនាំជាតិក្នុងនយោបាយក្នុងប្រទេសរីឯកិច្ចព្រមព្រៀងទីក្រុងប៉ារីសសម្រាប់ដឹកនាំនយោបាយក្រៅប្រទេសចារាល់ការប្រជុំជាមួយបរទេសគឺកម្ពុជាមានសម្លេងមួយដែរស្មើនឹងគេថ្មីត្បិតកម្ពុជាតូចប៉ុន្តែកម្ពុជាមានសម្លេងមួយដែរចានេះហើយតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសណាបងប្អូនបើរដ្ឋាភិបាលមិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសធ្វើជាគោលទេគឺនយោបាយយើងគឺបរទេសច្បាស់ជារំលោភនយោបាយយើងកាន់កាប់នយោបាយយើងគេយកសម្លេងរបស់កម្ពុជាចានេះជាឧទាហរណ៍មួយទេណាបងប្អូនដូច្នេះហើយគឺសំខាន់ណាកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991ការពារជាតិខ្មែរទាំងមូលណាបងប្អូនដូច្នេះសំខាន់ណាស់យើងត្រូវតែចេះទាំងអស់គ្នាដូច្នេះទំនាស់ក្នុងតំបន់កម្ពុជាមិនអាចរក្សាបាននៅអព្យាក្រឹតនេះហើយធ្វើឲ្យមានវិបត្តិនយោបាយអព្យាក្រឹតរបស់ខ្លួនម្ដងទៅជាមួយចិនម្ដងទៅជាមួយយួនចាគឺជាហេតុឃើញទេមកពីហេតុទាំងអស់នេះឯងណាធ្វើឲ្យនយោបាយយើងមានវិបត្តិនយោបាយគឺអ្វីដែលនាងខ្ញុំរៀបរាប់នេះឯងគឺជាហេតុហ្នឹងដែលធ្វើឲ្យមានវិបត្តិនយោបាយចុះផលវិញតើបងប្អូនផលហេតុអ្វីមានវិបត្តិនយោបាយយើងត្រូវនាងខ្ញុំបានចែករំលែកហេតុហើយឥឡូវផលបន្ទាប់ពីខ្មែរអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស23សំទោសបន្ទាប់ពីខ្មែរអត់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅឃើញទេហេតុធ្វើឲ្យមានការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅនេះហើយជាហេតុណាបងប្អូនហ្នឹងហើយដូច្នេះដើម្បីតស៊ូមតិត្រូវវិភាគបញ្ហាហើយបញ្ហាហ្នឹងគឺជាបញ្ហារួមណាបងប្អូនមិនមែនឯកជនទេចាបញ្ហារួមត្រូវរកបញ្ហារកហេតុផលនៃបញ្ហាដូច្នេះនាងខ្ញុំបានចែករំលែកហេតុហើយឥឡូវនេះផលបន្ទាប់ពីខ្មែរអត់អនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991ការរំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរទៅមានកិច្ចព្រមព្រៀងបំពេញបន្ថែមច្រើនទៅកាត់ទឹកកាត់ដីឲ្យបរទេសណាបងប្អូនកាត់ទឹកកាត់ដីឲ្យបរទេសសូមបងប្អូនស្រាវជ្រាវបងប្អូននឹងដឹងហើយឆ្នាំ1985តើកាត់អ្វីគឺកាត់កោះត្រល់ឯងបងប្អូន85ហ្នឹងហើយឲ្យទៅយួននេះចាហើយអ្វីផ្សេងទៀតជាច្រើនណាបងប្អូនសូមស្វែងយល់ស្រាវជ្រាវទាំងអស់គ្នាគឺផលវាអាក្រក់ទៅការមិនមាននីតិរដ្ឋធ្វើឲ្យមានអំពើពុករលួយច្រើនទៅឃើញទេគ្មានធ្វើឲ្យការមិនមាននីតិរដ្ឋបានន័យថាអំណាចកម្ពុជាទាំង3ហ្នឹងត្រូវតែឯករាជ្យដាច់ដោយឡែកពីគ្នាតំណាងឲ្យពលរដ្ឋណាតំណាងឲ្យជាតិខ្មែរដើម្បីគិតគូរពីប្រយោជន៍ជាតិខ្មែរទាំងមូលបើសិនអំណាចកម្ពុជាទាំង3នេះមិនឯករាជ្យនៅក្រោមអាយ៉ងបរទេសនៅក្រោមបុគ្គលណាម្នាក់គឺធ្វើឲ្យមានអំពើពុករលួយជាប្រព័ន្ធណាបងប្អូនប្រទេសយើងកុំសង្ឃឹមថាអំពើពុករលួយបាត់បង់អំពើពុករលួយរំសាយបានឡើយចាចង់និយាយបែបនេះចាបន្ទាប់មកការមិនមាននីតិរដ្ឋប្រជាធិបតេយ្យធ្វើឲ្យមាននីតិភាពគឺអ្នកធ្វើខុសមិនបានជាប់គុកណាបងប្អូននីតិភាពណាចាអ្នកធ្វើខុសមិនបានជាប់គុកទេគឺរួចខ្លួនរហូត
ការមិនមាននីតិរដ្ឋប្រជាធិបតេយ្យបានន័យថាកំណែកម្ពុជាទាំង3ដឹកនាំជាតិឯករាជ្យដាច់ដライពីគ្នារឹងមាំធ្វើឲ្យមាននីតិរដ្ឋភាពអ្នកធ្វើខុសមិនបានជាប់គុកអំពើអយុត្តិធម៌រោគឃាតករមិនឃើញណាអំពើអយុត្តិធម៌ពេញប្រទេសរោគឃាតករមិនឃើញរោគអ្នកលួចដីធ្លីមិនឃើញឃើញទេនេះហើយដោយសារគ្មាននីតិរដ្ឋណាបងប្អូនចានីតិរដ្ឋផុយស្រួយនេះហើយគឺផលដែលកើតឡើងចាពេលបាត់អព្យាក្រឹតសង្គ្រាមភូមិសាស្ត្រនយោបាយនឹងកើតឡើងតើសប្តាហ៍នេះកំពុងតែកើតសង្គ្រាមអីបងប្អូនធ្វើឲ្យមានសង្គ្រាមផ្សេងទៀតកើតឡើងឧទាហរណ៍សប្តាហ៍នេះតើសៀមកំពុងតែធ្វើអ្វីខ្មែរសៀមកំពុងតែឈ្លានពានយើងយកទឹកដីយើងណាបងប្អូនដូច្នេះហើយមកពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនបានអនុវត្តចានេះហើយជាផលបានបង្កើតហើយផលចាបានន័យថាប្រទេសដែលតាមឈ្លានពានយើងរហូតទាំងកើតទាំងលិចគឺគេនៅតែមានមហិច្ឆតាឈ្លានពានយើងរហូតចាតែយើងភ្លេចខ្លួនគឺគេនៅតែឈ្លានពានទៀតមិនចេះចប់ឡើយនៅពេលកម្ពុជាមិនយកកិច្ចព្រមព្រៀងទីក្រុងប៉ារីសធ្វើជាគោលចាមកការពារខ្លួនចាដូច្នេះរបបបានន័យថាអតីតកាលដែលមានរបបកុម្មុយនីសផ្ដាច់ការសក្តិភូមិអាយ៉ងបរទេសនឹងត្រឡប់មកវិញហើយនឹងមានព្រឹត្តិការណ៍អតីតកាលដែលមានសង្គ្រាមចំនួនភូមិសាស្ត្រនយោបាយសង្គ្រាមឈ្លានពានសង្គ្រាមប្រល័យពូជសាសន៍សង្គ្រាមអ ுக ្រិតកម្មប្រឆាំងនឹងមនុស្សជាតិហើយសង្គ្រាមរងើកភ្លើងលោកលើកទី3ណាបងប្អូននឹងហើយនឹងត្រឡប់មកវិញសប្តាហ៍ថ្ងៃនេះសៀមកំពុងតែឈ្លានពានយើងគឺសង្គ្រាមឈ្លានពានរវាងបរទេសជិតខាងយើងចាឃើញទេចេញមកហើយនេះហើយមកពីការអនុវត្តកិច្ចព្រមព្រៀងទីក្រុងប៉ារីសបរាជ័យចាបន្ទាប់មកទៀតយុទ្ធសាស្ត្រដូច្នេះយើងត្រូវវិភាគបញ្ហាណាបងប្អូនដូច្នេះត្រូវកំណត់បញ្ហាណាដើម្បីតស៊ូមតិនេះខ្ញុំសង្ខេបដោយខ្លីៗត្រូវកំណត់បញ្ហានេះខ្ញុំបានឧទាហរណ៍ឲ្យហើយបញ្ហាវិបត្តិជាតិយើងដែលមាននយោបាយសេដ្ឋកិច្ចវប្បធម៌បន្ទាប់មកទី2គឺត្រូវវិភាគបញ្ហាតើកត្តាអ្វីដែលធ្វើឲ្យមានកើតវិបត្តិនយោបាយសេដ្ឋកិច្ចវប្បធម៌ខ្មែរណានេះខ្ញុំបានចែករំលែកហើយបងប្អូនត្រូវរកហេតុផលចាហេតុបន្ទាប់មកផលបន្តមកទៀតទី3យុទ្ធសាស្ត្របង្កើតយុទ្ធសាស្ត្របងប្អូនបើកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991មិនអនុវត្តត្រូវធ្វើឲ្យអនុវត្តយុទ្ធសាស្ត្រនេះហើយគឺយុទ្ធសាស្ត្រចាដូច្នេះតស៊ូមតិនេះខ្ញុំបានអានមកពីលើហើយថាការតស៊ូមតិដោយប្រើគំនិតណាបងប្អូនគំនិតខួរក្បាលរបស់យើងធ្វើអ្វីមួយពីអវិជ្ជមានទៅវិជ្ជមានសំទោសពីអវិជ្ជមានទៅវិជ្ជមានចាធ្វើពីបញ្ហាឲ្យទៅជាដំណោះស្រាយណាបងប្អូនដែលយើងចង់បានដែលពលរដ្ឋខ្មែរទូទាំងពិភពលោកចង់បានដែលប្រទេសយើងកំពុងមានបញ្ហាបងប្អូនត្រូវទៅរកដំណោះស្រាយតើយើងគួរធ្វើយ៉ាងណាហើយដោះស្រាយបញ្ហាជាប្រព័ន្ធមិនមែនជាករណីទេណាបងប្អូនមិនមែនជាករណីដូចបុគ្គលនោះមានគេយកដីធ្លីរបស់គាត់ហើយដោះស្រាយតែគាត់ម្នាក់ហ្នឹងគឺការរំលោភគឺនៅបន្តទៀតយើងត្រូវរកដោះស្រាយជាប្រព័ន្ធឧទាហរណ៍ចោលលួចឡានរបស់បុគ្គលបេក្ខជនមួយយើងដោះតែបញ្ហាករណីបេក្ខជនហ្នឹងចុះមេចោលបងប្អូនទុកមេចោលអត់ដោះស្រាយអត់រកចាប់មេចោលចេញផងដូច្នេះចោលនៅតែកើតទៀតហើយចាដូច្នេះសំខាន់ណាស់ត្រូវដោះស្រាយរកឬគល់ចានេះហើយការតស៊ូមតិដូច្នេះយុទ្ធសាស្ត្រណាបងប្អូនបើកិច្ចព្រមព្រៀងទីក្រុងប៉ារីសមិនអនុវត្តត្រូវធ្វើឲ្យអនុវត្តតែយើងត្រូវធ្វើដោយរបៀបណាដើម្បីឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីស23ដុល្លារឆ្នាំ1991អនុវត្តបើនីតិរដ្ឋផុយស្រួយរកដំណោះស្រាយឲ្យបានដើម្បីធានាឲ្យមាននីតិរដ្ឋប្រជាធិបតេយ្យសេរីពហុបកណាបងប្អូនបើខ្មែរយើងអត់មាននីតិរដ្ឋរឹងមាំតើធ្វើយ៉ាងណាដើម្បីមាននីតិរដ្ឋរឹងមាំឃើញទេបើអត់មានអព្យាក្រឹតរកមធ្យោបាយធានាដល់អព្យាក្រឹតកម្ពុជាឃើញទេយើងត្រូវតែរកមធ្យោបាយធានាអ្វីដែលធានាដល់អព្យាក្រឹតកម្ពុជាដោះស្រាយហេតុបញ្ហាឃើញទេត្រូវដោះស្រាយហេតុបញ្ហាគឺសំខាន់ណាស់ចានេះហើយគឺយុទ្ធសាស្ត្របង្កើតយុទ្ធសាស្ត្រ
ដោះស្រាយហេតុបញ្ហាបន្ទាប់មកបង្កើតយុទ្ធវិធីគឺបំបែកយុទ្ធសាស្ត្រឧទាហរណ៍ធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសអនុវត្តតើគួរធ្វើយ៉ាងណាយុទ្ធវិធីណាបងប្អូនយុទ្ធវិធីទី1គឺផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេសចេះអ្វីចែករំលែកនឹងផ្សព្វផ្សាយអំពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសចាបងប្អូនធ្វើជាតួឯកទាំងអស់គ្នាដើម្បីឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសល្បីទូទាំងពិភពលោកចាគឺមានតែច្បាប់នេះមួយគត់ដែលធ្វើឲ្យខ្មែរឈ្នះបរទេសឈ្លានពានដោយគ្មានការបង្ហូរឈាមដោយប្រសិទ្ធភាពគ្មានការបង្ហូរឈាមណាបងប្អូនគឺកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23.91នេះការពារខ្មែរការពារឲ្យថែរក្សាបង្កើតខ្មែរថ្មីមួយសំទោសបង្កើតខ្មែរថ្មីមួយគឺនិយាយដំណាក់កាលអន្តរកាលគឺបង្កើតកម្ពុជាថ្មីមួយណាបងប្អូនបន្ទាប់មកការពារគឺកិច្ចព្រមព្រៀងតេតិនទៅនឹងអធិបតេយ្យភាពណាបងប្អូនភាគីហត្ថលេខីទាំងអស់បានសន្យាថាឈប់រំលោភឈប់ឈ្លានពានយើងទៀតហើយឥឡូវនេះគេកំពុងតែឈ្លានពានតើខ្មែរគួរពលរដ្ឋខ្មែរត្រូវធ្វើអ្វីត្រូវតែប្តឹងមាត្រាទី5គេទុកឲ្យយើងណាបងប្អូនទំព័រចុងទំព័រ273ដើមទំព័រ274យើងត្រូវតែប្តឹងទៅតុលាការអន្តរជាតិចាគឺសំខាន់ណាស់ទៅសហប្រធានបារាំងឥណ្ឌូនេស៊ីទៅភាគីហត្ថលេខីទាំងអស់ចាគឺមានភាគីមួយបានរំលោភយើងសប្តាហ៍ថ្ងៃនេះគេទុកឲ្យមាត្រាទី5នេះឲ្យរដ្ឋាភិបាលខ្មែរប្តឹងចាតើរដ្ឋាភិបាលបានប្តឹងហើយឬនៅបន្តនៅស្ងៀមស្ងាត់អត់ធ្មត់ទៀតចាអត់ធ្មត់ដល់ពេលណាទៀតទុកឲ្យទឹកដីបាត់បង់ឬចាដូច្នេះសំខាន់ណាស់យើងមានអាវុធទឹកដកពិសេសហើយហេតុអ្វីរដ្ឋាភិបាលមិនយកទៅប្តឹងសៀមទៅតុលាការអន្តរជាតិចាយោងតាមមាត្រាទី5ទំព័រ273ដើមទំព័រ274ចាដូច្នេះធ្វើឲ្យកិច្ចព្រមព្រៀងអនុវត្តយុទ្ធវិធីទី1ផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសបណ្ដុះបណ្ដាលណាបងប្អូនបណ្ដុះបណ្ដាលចែករំលែកផ្សព្វផ្សាយចែករំលែកបណ្ដុះបណ្ដាលចាទី2ឲ្យពលរដ្ឋចេះប្តឹងទៅតុលាការធ្វើឲ្យពលរដ្ឋចេះប្តឹងទៅតុលាការពេលមានរឿងក្តីក្តាំងអីពលរដ្ឋកុំទុកតុលាការចោលឲ្យសោះគឺសំខាន់ណាស់ចាទៅទូតនីមួយពលរដ្ឋខ្មែរត្រូវទៅទូតនីមួយគឺផ្ញើសារទៅទូតឬទៅជួបផ្ទាល់ណាបងប្អូនរៀបរាប់ពីបញ្ហាដែលបងប្អូនជួបប្រទះរៀបរាប់អ្វីដែលបងប្អូនចង់បានចាទៅភាគីហត្ថលេខីព្រោះគេមានតួនាទីមានកាតព្វកិច្ចណាបងប្អូនហើយគេមកដាក់ទូតនៅប្រទេសយើងនេះគឺតាមរយៈកិច្ចព្រមព្រៀងទីក្រុងប៉ារីសទាំងអស់ពីមុនអត់ទាន់មានកិច្ចព្រមព្រៀងទីក្រុងប៉ារីសគឺមានតែទូតគុយបាយួនណាសិទ្ធិកុម្មុយនីសចាចិនចាដូច្នេះក្រោយពីកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23.91ចូលជាធរមានគឺមានស្ថានទូតទាំងអស់នៅប្រទេសខ្មែរចាភាគីហត្ថលេខីទាំងអស់ហ្នឹងគឺគេមកចូលមកតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីស$23ឆ្នាំ1991ជាកាតព្វកិច្ចរបស់គេណាបងប្អូនជួយពលរដ្ឋខ្មែរចាទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិលឃើញទេពលរដ្ឋខ្មែរទី2ឲ្យពលរដ្ឋចេះប្តឹងទៅតុលាការគឺយុទ្ធវិធីណាបងប្អូនបង្កើតយុទ្ធសាស្ត្របំបែកយុទ្ធសាស្ត្រហ្នឹងហើយបំបែកយុទ្ធសាស្ត្រឧទាហរណ៍ធ្វើឲ្យកិច្ចព្រមព្រៀងទីក្រុងប៉ារីសអនុវត្តយុទ្ធវិធីទី1ផ្សព្វផ្សាយកិច្ចព្រមព្រៀងទីក្រុងប៉ារីសបណ្ដុះបណ្ដាលទី2ឲ្យពលរដ្ឋចេះប្តឹងទៅតុលាការទៅទូតនីមួយទំនាក់ទំនងជាមួយអង្គការសង្គមស៊ីវិលនិងសារព័ត៌មានណាបងប្អូនទៅស្គាល់សារព័ត៌មានណាឯករាជ្យមិនឯករាជ្យគឺសំខាន់ណាស់ចាត្រូវមានស័យដ្ឋានមានលេខទូរស័ព្ទមានអាស័យដ្ឋានរបស់គាត់ចាទាំងអស់ហ្នឹងហើយសារព័ត៌មានដែលបងប្អូនយល់ថាសារព័ត៌មាននឹងល្អគឺយើងនៅជាមួយគាត់ចាគឺសារព័ត៌មានឯករាជ្យគឺយើងត្រូវនៅជាមួយគាត់បង្កើតបណ្ដាញរៀបចំក្រុមមួយដើម្បីទទួលខុសត្រូវបង្កើតបណ្ដាញបងប្អូនសំខាន់ណាស់ចាអ្នកកិច្ចព្រមព្រៀងទីក្រុងប៉ារីសត្រូវបង្កើតបណ្ដាញចែករំលែកគ្នាគឺសំខាន់ណាស់ចាយុទ្ធវិធីដើម្បីបង្កើតឲ្យបានយុទ្ធសាស្ត្រឃើញទេបង្កើតយុទ្ធវិធីដើម្បីបង្កើតឲ្យបានយុទ្ធសាស្ត្រយុទ្ធវិធីគឺបង្កើតដំណោះស្រាយជាដំណាក់ណាបងប្អូនដំណោះស្រាយជាដំណាក់ដើម្បីបង្កើតឲ្យបានយុទ្ធសាស្ត្រចានេះគឺយុទ្ធវិធីដើម្បីបង្កើតឲ្យបានយុទ្ធសាស្ត្របន្ទាប់មកផែនការបងប្អូនផែនការសកម្មភាពណា
ដើម្បីឲ្យមានការតស៊ូមតិឬយើងត្រូវជាកំណត់បញ្ហាវិភាគបញ្ហារកហេតុផលបង្កើតយុទ្ធសាស្ត្របង្កើតយុទ្ធវិធីហើយបង្កើតផែនការសកម្មភាពផែនការគឺសកម្មភាពណាបងប្អូនការអប់រំច្បាប់ដល់ពលរដ្ឋនៅខែណាថ្ងៃណាឆ្នាំណាណាបងប្អូនសំខាន់ណាស់គឺផែនការនេះចាសកម្មភាពត្រូវចាប់ផ្ដើមចាធ្វើនៅខែណាឆ្នាំណាកន្លែងណាចានេះហើយគឺការអប់រំផ្សព្វផ្សាយច្បាប់ដល់ពលរដ្ឋនៅខេត្តណានៅប្រទេសណានៅឆ្នាំណាដើម្បីបង្កើតឲ្យបានយុទ្ធវិធីនេះគឺតស៊ូមតិណាបងប្អូនដូច្នេះមុននឹងយើងធ្វើការតស៊ូមតិពលរដ្ឋខ្មែរត្រូវតែធ្វើជាពលរដ្ឋសកម្មចាពលរដ្ឋសកម្មនឹងពលរដ្ឋនីតិរដ្ឋពលរដ្ឋឯកតនាមពលរដ្ឋសកម្មនឹងភូមិឃុំពាណិជ្ជកម្មចាអំពីសេដ្ឋកិច្ចរបស់យើងគឺសំខាន់ណាស់ដើម្បីជួយចាដូច្នេះនេះខ្ញុំសូមចែករំលែកអ្វីទៅចូលរួមគិតគូរអំពីភូមិឃុំពាណិជ្ជកម្មណាបងប្អូនបន្តបន្តិចទៀតចុះចាភូមិឃុំពាណិជ្ជកម្មពលរដ្ឋខ្មែរទូទាំងពិភពលោកអាចចូលរួមគិតគូរអំពីសេដ្ឋកិច្ចពលរដ្ឋខ្មែរទាំងអស់បានទាំងក្នុងនិងក្រៅប្រទេសបានទាំងក្នុងប្រទេសបានណាបងចាដូច្នេះភូមិឃុំពាណិជ្ជកម្មមានទាំងអស់4ទី1គឺកសិកម្មទំនើបណាបងប្អូនអាចចូលរួមទាំងអស់គ្នាកសិកម្មទំនើបគឺប្រមូលធនធានដែលមានស្រាប់ណាបែងចែកធនធានដែលមានស្រាប់គ្រប់គ្រងធនធានធម្មជាតិជាពិសេសដីធ្លីដើម្បីបញ្ជៀសសង្គ្រាមសម្របច្បាប់ចាគេអាចសម្របច្បាប់ដោយយកដីយើងទៅជួលទៅដាក់សម្បទានណាបងប្អូន100ឆ្នាំ99ឆ្នាំហ្មងហ្នឹងហើយតើអ្នកណាអាចទៅទាដីយើងមកវិញយកទៅសម្បទានឲ្យបរទេស99ឆ្នាំ99ឆ្នាំតើបងប្អូនអាចរស់រហូតដល់99ឆ្នាំទេនេះច្បាប់សម្បទានដីនេះនាងខ្ញុំប្រឆាំងគឺមិនព្រមមិនស្របតាមរដ្ឋធម្មនុញ្ញឡើយណាបងប្អូនមិនស្របតាមរដ្ឋធម្មនុញ្ញច្បាប់កម្ពុជារបស់ជាតិយើងឡើយណាសម្បទានដី99ឆ្នាំបងប្អូនគិតទៅមើលវែងឆ្ងាយមើលតើកូនអ្នកយកដីយើងនឹងដល់យូរទៅគេមិនថាដីនឹងដីរបស់គេមែនទេបងប្អូនចាហ្នឹងហើយប្រទេសកម្ពុជាស្ថិតនៅទីតាំងចំនួនភូមិសាស្ត្រនយោបាយចាគឺទាំងប្លុកសេរីទាំងកុម្មុយនីសចង់បាននយោបាយចង់បានសេដ្ឋកិច្ចចង់បានទឹកដីចង់បានយោធារបស់ខ្មែរដើម្បីពង្រីកឥទ្ធិពលរបស់គេនៅក្នុងតំបន់ឥណ្ឌូចិនតំបន់អាស៊ានតំបន់អន្តរជាតិហើយច្បាប់សម្បទានដីនេះគឺមិនស្របជាដាច់ខាតប្រឆាំងនឹងកិច្ចព្រមព្រៀងទីក្រុងប៉ារីប្រឆាំងនឹងរដ្ឋធម្មនុញ្ញចាដូច្នេះនាងខ្ញុំក្នុងនាមជាកូនខ្មែរម្នាក់សូមឲ្យរដ្ឋាភិបាលដកសម្បទានច្បាប់សម្បទានដីនេះចេញលុបចោលចាគឺមិនស្របជាដាច់ខាតនឹងរដ្ឋធម្មនុញ្ញហើយនឹងច្បាប់អន្តរជាតិ23ដុល្លារឆ្នាំ1991ចាដូច្នេះបងប្អូនអាចចូលរួមធ្វើកសិកម្មទំនើបណាប្រមូលធនធានដែលមានស្រាប់បែងចែកធនធានដែលមានស្រាប់គ្រប់គ្រងធនធានធម្មជាតិជាពិសេសដីធ្លីដើម្បីបញ្ជៀសសង្គ្រាមសម្របច្បាប់បន្តមកទៀតកសិពាណិជ្ជកម្មទី2កសិពាណិជ្ជកម្មដាំបណ្ដាក់គ្នាតាមតម្រូវការក្នុងភូមិប្រព័ន្ធមធ្យោបាយដឹកជញ្ជូនឲ្យមានប្រព័ន្ធមធ្យោបាយដឹកជញ្ជូនណាបងប្អូនដេប៉ូចែកចាយប្រមូលទិន្នន័យតម្រូវការក្នុងឃុំស្រុកខេត្តឃើញទេបងប្អូនយើងអាចចូលរួមណាបងប្អូនអ្នកមានថវិកាអាចចូលរួមជួយចាសេដ្ឋកិច្ចយើងធ្វើយ៉ាងណាកុំឲ្យសេដ្ឋកិច្ចយើងខ្សោយអសោះបាត់បង់អសោះបើសេដ្ឋកិច្ចរលត់ជាតិយើងច្បាស់ជារលាយទី3គឺកសិឧស្សាហកម្មណាបងប្អូនប្រមូលធនធានជំនាញកែច្នៃដូនតានិងប្រទេសនានាដែលខ្មែររស់នៅឃើញទេកសិឧស្សាហកម្មណាបងប្អូនជំនាញវិជ្ជាខ្ចប់និងរក្សាទុកឲ្យមានគុណភាពដំឡើងរោងចក្រកែច្នៃតូចនិងមធ្យមតាមតំបន់ដូច្នេះបងប្អូនដែលនៅក្រៅប្រទេសមានថវិកាបងប្អូនមានលទ្ធភាពទៅបង្កើតភូមិឃុំពាណិជ្ជកម្ម
អំពីកសិឧស្សាហកម្មនៅប្រទេសយើងគឺល្អណាស់ចាដើម្បីបង្កើតកិច្ចការឲ្យពលរដ្ឋខ្មែរចាបន្តមកទី4កសិទេសចរណាបងប្អូនកសិទេសចរបង្កើតផ្ទះសំណាក់ចំការជំនាញដំណាំតាមទន្លេទេសចរបង្កើតកន្លែងទេសចរហ្នឹងបង្កើតជាដំណាំដាំផ្លែឈើដាំអីបងប្អូនខ្មែរនៅទីក្រុងទៅលេងជនបទអាចទិញបន្លែទិញអីអាចគេងនៅផ្ទះសំណាក់អីកន្លែងទស្សនាមើលទេសភាពណាបងប្អូនដូច្នេះសំខាន់ណាហ្នឹងហើយចូលរួមបង្កើតពួកអាចភូមិឃុំពាណិជ្ជកម្មនេះធ្វើឲ្យខ្មែររស់ឡើងវិញណាបងប្អូនហើយយើងចេះជួយគ្នាចាពលរដ្ឋខ្មែរជួយគ្នាទាំងក្នុងនិងក្រៅប្រទេសជួយគ្នាបង្កើតភូមិឃុំពាណិជ្ជកម្មនេះចាបង្កើតកសិកម្មទំនើបកសិពាណិជ្ជកម្មកសិឧស្សាហកម្មកសិទេសចរគឺសំខាន់ណាស់ចាបងប្អូនអាចចូលរួមបានបងប្អូនមានលទ្ធភាពបងប្អូនចូលរួមបានមានជំនាញអ្វីៗបងប្អូនអាចចូលរួមបានអ្នកអត់ដីភ្ជាប់ជាមួយអ្នកមានដីអ្នកអត់កម្លាំងភ្ជាប់ជាមួយអ្នកមានកម្លាំងអ្នកមានថវិកាភ្ជាប់ជាមួយអ្នកអត់ថវិកាចាហើយបន្តមកយើងចែកភាគលាភគ្នាណាបងប្អូនគឺសំខាន់ណាស់ចាដើម្បីឲ្យសេដ្ឋកិច្ចយើងរស់ឡើងវិញចាដូច្នេះថ្ងៃនេះសៀងសូមចែករំលែកត្រឹមនេះចុះណាបើបងប្អូនអត់យល់ចំណុចណាអាចផ្ញើសារមកនាងខ្ញុំបានចាសូមជម្រាបលាបើមានខុសឆ្គងអ្វីសូមអធិស្ឋានផងជូនពរឲ្យបងប្អូនខ្មែរទូទាំងពិភពលោកមានសុខភាពល្អសំណាងល្អទាំងអស់គ្នាហើយចូលរួមធ្វើជាពលរដ្ឋសកម្មគឺសំខាន់ណាស់គិតគូរអំពីប្រយោជន៍ជាតិយើងទាំងអស់គ្នាចាព្រោះប្រទេសកម្ពុជាមិនដូចប្រទេសដទៃទេគឺប្រទេសកម្ពុជាស្ថិតនៅទីតាំងចំនួនភូមិសាស្ត្រនយោបាយគឺបរទេសទាំងប្លុកសេរីទាំងប្លុកកុម្មុយនីសចង់បានប្រទេសយើងដើម្បីពង្រីកឥទ្ធិពលរបស់គេនៅក្នុងតំបន់ឥណ្ឌូចិនតំបន់អាស៊ានតំបន់អន្តរជាតិចាហើយបងប្អូនចូលរួមគិតគូរពីប្រយោជន៍ជាតិត្រូវតែចេះច្បាប់ជាតិច្បាប់អន្តរជាតិហើយច្បាប់ផ្សេងទៀតដែលប្រទេសយើងមានចាហើយប្រកាន់ខ្ជាប់សិលសមាធិបញ្ញាការមិនវិនិច្ឆ័យជាប់នឹងខ្លួនជានិច្ចចាសូមជម្រាបលាចា